Trang Linh Hơពីនិស្សិតវិទ្យាសាស្ត្រខ្លាចជាតារាសម្ដែងចិនដីគោកដ៏ល្បីល្បាញតម្លៃនឹងល្អណាស់ចាប់បែបនឹងចោះបន្តិចទៀតខ្ញុំបន្ថែមកិច្ចសន្យានេះគឺជាថ្នាំបំពន់ក្រោយពេលផឹកវាអាចធ្វើឲ្យកម្លាំងធាតុកើនឡើងមានសុខភាពរឹងមាំប្រិយមិត្តដែលជាអ្នកនិយមទស្សនារឿងភាគចិនប្រហែលជាបានស្គាល់រួចទៅហើយចំពោះតារាសម្ដែងសាច់សូកខ្ចីដ៏មានប្រជាប្រិយចាងលីងហឺតាមរយៈរឿងភាគល្បីៗមួយចំនួនដែលចាក់ផ្សាយកន្លងមកដូចជារឿង Love Between Fairy and Devil, My Journey to You, Story of Cunning Palace ហើយថ្មីៗនោះលោកទើបតែបានជោគជ័យយ៉ាងសម្បើមនៅក្នុងរឿងភាគដ៏ល្បី Pursuit of Jade ជាមួយកញ្ញាធានស៊ីវ័យសម្រាប់តារាភាគច្រើនដែលមានប្រជាប្រិយក្នុងឧស្សាហកម្មកំសាន្តចិនសុទ្ធតែធ្លាប់បានឆ្លងកាត់ការសិក្សាពីសាលាសិល្បៈធំៗក្នុងប្រទេសប៉ុន្តែប្រសាទចាងលីងហឺចម្លែកប្លែកពីគេលោកគឺជាអតីតនិស្សិតវិទ្យាសាស្ត្រដ៏ពូកែម្នាក់ដែលដើមឡើយគួរតែឃ្លាតឆ្ងាយពីអាជីពជាអ្នកសិល្បៈបន្ទាប់នេះ The Chandelier នឹងនិទានប្រាប់ពីប្រវត្តិតារាសម្ដែងដ៏ល្បីចាងលីងហឺដែលជាអតីតនិស្សិតរៀនផ្នែកវិទ្យាសាស្ត្រឲ្យប្រិយមិត្តទាំងអស់បានដឹងជាព័ត៌មានជីវប្រវត្តិចាងលីងហឺមានឈ្មោះកំណើតថាចាងជាវ័យកើតនៅថ្ងៃទី30ខែធ្នូឆ្នាំ1997នៅទីក្រុងអ៊ូស៊ីខេត្តចាងស៊ូគិតត្រឹមឆ្នាំ2026នេះលោកមានអាយុ28ឆ្នាំជាមួយនឹងកម្ពស់ 1.90 សង់ទីម៉ែត្រនេះបើយោងទៅតាមបៃទូបៃខឺកើតនៅថ្ងៃទី30ខែធ្នូចាងលីងហឺមានតារានិករ Capricorn ដែលមានចិត្តអំណត់ slot boat តែហ្មត់ចត់ជីវិតដំបូងនៅកុមារភាពចាងលីងហឺមានក្តីស្រមៃចង់ក្លាយជាអ្នកវិទ្យាសាស្ត្រដើម្បីអាចរួមចំណែកជួយដល់ប្រទេសជាតិក្តីស្រមៃមួយនេះកាន់តែប្រកបប្រជានៅពេលដែលលោកធំធាត់ឡើងហើយទទួលបាននិទ្ទេសល្អក្នុងផ្នែកវិទ្យាសាស្ត្រហើយរូបវិទ្យាគឺជាមុខវិជ្ជាដែលចាងលីងហឺស្រឡាញ់ខ្លាំងបំផុតឆ្នាំ2016ចាងលីងហឺត្រូវបានគេអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យ Nanjing Normal University ដែលសិក្សាជំនាញវិស្វកម្មអគ្គិសនីអំឡុងរៀននៅវិទ្យាល័យចាងលីងហឺចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយស្ទាក់ស្ទើរអំពីផែនការអនាគតរបស់ខ្លួនលោកមិនចូលចិត្តការងារប្រចាំថ្ងៃពីម៉ោង9ដល់ម៉ោង5នោះទេព្រោះលោកចូលចិត្តសាកល្បងនិងប្រកួតប្រជែងរឿងរ៉ាវថ្មីៗដូច្នេះលោកបានពិចារណាចំពោះអាជីពសម្ដែងដែលប្រហែលជាអាចឲ្យលោកជួបប្រទះនៅបទពិសោធន៍ថ្មីៗហើយនៅទីបំផុតចាងលីងហឺក៏សម្រេចចិត្តប្រឡូកចូលការសម្ដែងប៉ុន្តែលោកមិនទទួលបានការគាំទ្រពីឪពុកម្ដាយរបស់លោកឡើយពួកគាត់មិនចង់ឲ្យកូនប្រុសរបស់គាត់ក្លាយជាតារាសម្ដែងនោះទេទោះយ៉ាងណាការខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ចាងលីងហឺបានធ្វើឲ្យពួកគាត់ជឿជាក់ហើយងាកមកគាំទ្រការសម្រេចចិត្តរបស់កូនវិញអាជីពសម្ដែងចាប់ផ្ដើមនៅខែឧសភាឆ្នាំ2019ចាងលីងហឺបានចូលសម្ដែងជាលើកដំបូងហើយជាតួឯកទៀតផងក្នុងរឿងភាគអនឡាញមានចំណងជើងថា Maiden Holmes ដែលជាប្រភេទរឿងភាគបុរាណបែបស៊ើបអង្កេតហើយរឿងនេះត្រូវបានចាក់ផ្សាយដំបូងក្នុងឆ្នាំ2020នៅលើបណ្ដាញកម្សាន្ត VTV របស់ចិនត្បិតថាជារឿងភាគប្រភេទអនឡាញខ្នាតតូចចំណាយតិចតែសាច់រឿងពិតជាគួរឲ្យចាប់អារម្មណ៍ការសម្ដែងជាព្រះអង្គម្ចាស់ឈីរបស់ចាងលីងហឺគឺធម្មជាតិពិតជាមិនគួរឲ្យជឿថាលោកគឺជាអតីតនិស្សិតវិទ្យាសាស្ត្រនោះទេហើយ Maiden Holmesក៏មានការពេញនិយមគួរឲ្យកត់សម្គាល់អំឡុងពេលចាក់ផ្សាយផងដែរពួកគេក៏បានលាន់មាត់ថានេះគឺជាតារាសម្ដែងថ្មីរូបរាងសង្ហាណាស់ហើយចំណេញសម្ដែងក៏មិនអន់ដែរអនាគតដ៏ខ្លីខាងមុខពិតជាមិននឹកស្មានដល់ជាការពិតចាងលីងហឺមានរូបរាងសង្ហាមានកម្ពស់ខ្ពស់រហូតដល់ 1.90 សង់ទីម៉ែត្រដែលងាយនឹងទទួលបានចំណាប់អារម្មណ៍ពីមហាជននិងផលិតករជាច្រើនបន្ទាប់ពីរឿង Maiden Holmes អតីតសិប្បកររូបវិទ្យាចាងលីងហឺបានបង្ហាញខ្លួនក្នុងរឿងភាគអនឡាញជាបន្តបន្ទាប់ហើយសុទ្ធតែជារឿងភាគបែបយុវវ័យដែលមានដូចជា Sparkle Love Cross និង Flourish in Time ជាដើមសម្រាប់ប្រភេទរឿងភាគអនឡាញនៅក្នុងប្រទេសចិនប្រហែលមិនសូវមានប្រធានបទច្រើនទេប៉ុន្តែបែរជាទទួលបានការពេញនិយមនៅខាងក្រៅប្រទេសតាមរយៈការចាក់ផ្សាយនៅលើ platform ជាច្រើននៅលើអ៊ីនធឺណិតរឿងទាំងនេះសុទ្ធតែទទួលបានការវាយតម្លៃល្អពីសំណាក់អ្នកទស្សនាអន្តរជាតិហើយចាងលីងហឺក៏មានកេរ្តិ៍ឈ្មោះទូលំទូលាយជាងមុនដែរនៅឆមាសទី2ឆ្នាំ2022មានរឿងភាគបុរាណបែប Fantasy មួយដែលទទួលបានការពេញនិយមយ៉ាងសម្បើមលើសគេឯងមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុន្តែធ្លាយទៅដល់អន្តរជាតិតាមរយៈ platform សកលដូចជា Netflix និង Apple TV Plus ជាដើមហើយបន្តជោគជ័យនិងបំបែកកំណត់ត្រាជាច្រើននោះគឺរឿង Love Between Fairy and Devil
ក៏ប៉ុន្តែរឿងនេះមិនមែនជាផលិតកម្មកម្រិតខ្ពស់បំផុតនោះទេប៉ុន្តែភាពជោគជ័យរបស់វាគឺលើសលប់ពេកហើយដែលសូម្បីតែអ្នកផលិតក៏នឹកស្មានមិនដល់ការពិតភាពល្បីនៃ Love Between Fairy and Devil បានធ្វើឲ្យតួឯកទាំងពីរគឺ Wang Hati និង Lee Susin ត្រូវបានគេដំឡើងឋានៈក្លាយជាតារាកំពូលភ្លាមៗដោយឡែកចាងលីងហឺរបស់យើងដែលសម្ដែងជាទេវតាឆាងហឹងគឺជាតួនាំមុខម្នាក់ដែរនោះក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់តួឯកទាំងពីរនោះដែរទៅលើភាពសង្ហាក្នុងឈុតបុរាណនិងចំណេញសម្ដែងចាងលីងហឺត្រូវបានគេទទួលស្គាល់កាន់តែទូលំទូលាយហើយពួកគេគឺចាងលីងហឺរួមទាំងតួឯកប្រុសស្រីក៏ទទួលបានរឿងភ័ក្រតំណាងដោយជោគជ័យនៅឆ្នាំ2023បន្ទាប់ពីឃើញការសម្ដែងដ៏ល្អក្នុងឈុតឆាកមួយចំនួនរវាងចាងលីងហឺនិង Lee Susin ក្នុងរឿង Love Between Fairy and Devil ផលិតកររបស់ IGG បានជ្រើសរើសអ្នកទាំងពីរឲ្យសម្ដែងជាតួឯកប្រុសស្រីនៅក្នុងរឿងភ័ក្រកម្រិត S-Class បន្ទាប់មានចំណងជើងថា My Journey to You ដែលដឹកនាំដោយផលិតករដឹករឿងដ៏ល្បីល្បាញគក់ជីងមីងផលិតករមានបទពិសោធន៍តួសម្ដែងមានជំនាញជាលទ្ធផលរឿងភ័ក្រប្រភេទ Wuxia បែបអាថ៌កំបាំងមួយនេះទទួលបានជោគជ័យយ៉ាងខ្លាំងវាបានក្រើតដណ្ដប់លើតារាងចាក់ផ្សាយតាមអ៊ីនធឺណិតរបស់ IGG និងទទួលបានការទស្សនាយ៉ាងច្រើននៅទូទាំងពិភពលោកចាងលីងហឺក៏បានកើនឡើងនៅប្រជាប្រិយភាពមួយកម្រិតទៀតមិនតែប៉ុណ្ណោះនៅខែតុលាឆ្នាំដដែលរឿងភ័ក្រក្បាច់គុណបុរាណ Tiger and Crane ត្រូវបានចាក់ផ្សាយចាងលីងហឺក៏ជាតួឯកនាំមុខម្នាក់ដែរមិនអន់ទេត្បិតតែវាមិនជោគជ័យដោយរឿងភ័ក្រក្បាច់គុណផ្សេងដូចជា Mysteria Lotus Casebook របស់ឆឹងអ៊ីជាដើមតែ Tiger and Crane ក៏ទទួលបានការកោតសរសើរដែរទៅលើសាច់រឿងនិងទេសភាពបែបផ្សងព្រេងរួមទាំងមិត្តភាពរបស់តួអង្គនាំមុខទាំងពីរមកដល់ចុងឆ្នាំគឺនៅខែវិច្ឆិកាឆ្នាំ2023រឿងភ័ក្រកម្រិត S-Class មួយទៀតមានចំណងជើងថា The Story of Cunning Palace ទីបំផុតត្រូវបានចាក់ផ្សាយបន្ទាប់ពីពន្យាពេលមួយរយៈព្រោះសាច់រឿងមួយចំនួនត្រូវបានហាមឃាត់ដោយនាយកដ្ឋានទូរទស្សន៍ចិនដូច្នេះក្រុមការងារត្រូវកែសម្រួលនិងកែប្រែឡើងវិញរួមទាំងហេតុផលរឿងអាស្រូវនយោបាយរបស់ជ័យជីនវៃដែលជាតួរឿងក្នុងរឿងនេះទោះយ៉ាងណាអំឡុងពេលចាក់ផ្សាយរហូតដល់បញ្ចប់ The Story of Cunning Palace នៅតែទទួលបានជោគជ័យដោយការរំពឹងទុកវាបានក្លាយជារឿងភ័ក្រដ៏ល្បីល្បាញមួយដែលមានអ្នកទស្សនាច្រើនជាងគេនៅលើ IGG ដែលគ្របដណ្ដប់លើតារាងចាក់ផ្សាយក្នុងស្រុកនិងអន្តរជាតិនិងបង្កើតបានជាអ្នកគាំទ្រដ៏ច្រើនកុះករនៅឆ្នាំ2023អាចនិយាយបានថាគឺជាឆ្នាំមាសរបស់ចាងលីងហឺរឿងភ័ក្រដែលលោកសម្ដែងសុទ្ធតែទទួលបានជោគជ័យហើយសុទ្ធតែជាប្រភេទរឿងភ័ក្រកម្រិត S-Class ដែលចំណាយលុយធំដើម្បីផលិតនេះសូបញ្ជាក់ថាក្រុមផលិតករជឿជាក់លើចាងលីងហឺចំពោះជំនាញសម្ដែងរបស់លោកហើយលទ្ធផលដែលបានពិតជាមិនខុសបំណងពិតមែនបើនិយាយពីកម្រិតប្រជាប្រិយភាពរបស់ចាងលីងហឺការពិតលោកត្រូវបានគេដំឡើងឋានៈជាតារាកំពូលម្នាក់តាំងពីសម្ដែងរឿង Love Between Fairy and Devil មកម្លេះហើយភាពជោគជ័យរឿងភ័ក្របន្ទាប់របស់លោកគឺកាន់តែលែងសង្ស័យពេលនេះអ្នកគាំទ្រគួរតែអាចនិយាយបានហើយថាលោកសម្រេចចិត្តត្រូវដែលបោះបង់អាជីពជាអ្នកវិទ្យាសាស្ត្រមកជាតារាសម្ដែងលោកចំណាយពេលតែ3ឆ្នាំប៉ុណ្ណោះគឺអាចឡើងមកដល់លំដាប់កំពូលទៅហើយចាងលីងហឺបានក្លាយជាតារាសម្ដែងដែលគេទន្ទឹងរង់ចាំដោយជោគជ័យពាក្យចចាមអារ៉ាមណាមួយអំពីរឿងភ័ក្រថ្មីដែលលោកសម្ដែងនឹងក្លាយជាប្រធានបទក្តៅភ្លាមៗដូច្នេះគម្រោងធំពីបណ្ដាក្រុមហ៊ុនផ្សេងនឹងត្រូវបានត្រៀមសម្រាប់លោកនៅឆ្នាំ2024ចាងលីងហឺបានចេញផ្សាយរឿងភ័ក្រពីរផ្សេងគ្នាហើយសុទ្ធតែជារឿងភ័ក្របុរាណមួយគឺរឿង The Princess Royal ជាមួយចៅជៀនម៉ៃរឿងនេះត្បិតថាមានមតិល្អនិងអាក្រក់ប៉ុន្តែការចាប់អារម្មណ៍នៅតែខ្លាំងដោយសារកម្រិតចំណាយខ្ពស់និងឥទ្ធិពលរបស់តួឯកប្រុសស្រីសាច់រឿងបែបនយោបាយនិងមនោសញ្ចេតនាក៏គួរឲ្យចាប់អារម្មណ៍ផងដែរមួយទៀតគឺរឿង Love's Rebellion ជាមួយជីងធៀនចំពោះរឿងនេះវិញគឺមិនសូវល្អប៉ុន្មានទេត្បិតថាកម្រិត S-Class តែសាច់រឿងមិនស៊ីសង្វាក់គ្នាហើយការកាត់តក៏មានចំណុចខ្វះខាតដែរតែទោះយ៉ាងណាអ្នកគាំទ្រជាច្រើនចូលចិត្តភាពស៊ីសង្វាក់គ្នារវាងតួឯកទាំងពីរហើយសរសើរការសម្ដែងរបស់ចាងលីងហឺក្នុងនាមជាអធិរាជជីយ៉ាងដែលស្មោះត្រង់មកដល់ឆ្នាំ2025រឿងភ័ក្រមនោសញ្ចេតនាទំនើបមានចំណងជើងថា The Best Thing ត្រូវបានប្រកាសពីតួអង្គសម្ដែងនោះគឺជាតារាប្រុសចាងលីងហឺនិងតារាស្រីដែលទើបតែលេចមុខក្នុងឧស្សាហកម្មកម្សាន្តស៊ូយុហានហើយពេលនោះរលកនៃការរិះគន់ក៏ចាប់ផ្ដើមផងដែរពួកគេគឺរិះគន់ទៅលើតួស្រីស៊ូយុហានចំពោះរូបសម្រស់ប្រជាប្រិយភាពនិងបទពិសោធន៍សម្ដែងដែលចាញ់តួឯកប្រុសចាងលីងហឺទាំងស្រុងដោយមិននឹកស្មានដល់អ្វីដែលអ្នករាល់គ្នារិះគន់ទៅលើស៊ូយុហានបានក្លាយជារឿងឆោតល្ងង់របស់ពួកគេ
ព្រោះរឿង The Best Thing ទទួលបានការពេញនិយមយ៉ាងខ្លាំងស៊ូយុហានបានបង្ហាញពីជំនាញសម្ដែងដ៏ល្អនៅលើអេក្រង់ Chemistry របស់នាងនិងចាងលីងហឺរបស់យើងក៏ទទួលបានការកោតសរសើរផងដែរ The Best Thing ជោគជ័យទាំងផ្នែកពាណិជ្ជកម្មនិងការចាក់ផ្សាយតាមអ៊ីនធឺណិតហើយបានឈរនៅលំដាប់កំពូលនៃបញ្ជីប្រជាប្រិយភាពរឿងភាគម៉ៅយានអំឡុងពេលចាក់ផ្សាយនិងទទួលបានការគាំទ្រយ៉ាងច្រើនដោយមានការ stream online ជាង600 លានដងចាងលីងហឺក៏ជាចំណែកដ៏ធំដែលធ្វើឲ្យរឿងនេះជោគជ័យផងដែររូបរាងសង្ហាជាមួយនឹងឈុតគ្រូពេទ្យរបស់លោកត្រូវបានចែកចាយពេញអ៊ីនធឺណិតមិនតែប៉ុណ្ណោះក្នុងឆ្នាំ2025ដដែលចាងលីងហឺបានជួបដៃគូចាស់ម្ដងទៀតគឺតារាស្រីចៅជីនម៉ៃដែលពួកគេត្រូវបានប្រកាសថាជាតួឯកប្រុសស្រីក្នុងរឿងមនោសញ្ចេតនាយុវវ័យ Cherry Amber ប្រកាសភ្លាមក៏ទទួលបានការសាទរនិងរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រព្រោះពួកគេទាំងពីរសុទ្ធតែជាតារាពេញនិយមនិងមានកម្រិតប្រជាប្រិយភាពប្រហាក់ប្រហែលគ្នាដូច្នេះបានធ្វើឲ្យរឿងភាគមួយនេះមានការរំពឹងទុកយ៉ាងខ្លាំងប៉ុន្តែទោះយ៉ាងណានៅពេល Cherry Amber បានចេញផ្សាយវាគឺមិនដូចការរំពឹងទុកនោះទេជាការពិតវាគឺមានប្រជាប្រិយភាពដោយសារតួឯកទាំងពីរតែបើនិយាយពីភាពជោគជ័យរឿងនេះស្ថិតនៅក្នុងកម្រិតមធ្យមប៉ុណ្ណោះគឺដោយសារគ្រោងនៃរឿងរៀបចំមិនបានល្អវាមានលក្ខណៈដដែលនិងចំណាយពេលយូរជាមួយនឹងចំនួនដែលមិនចាំបាច់ក្នុងសាច់រឿងប៉ុន្តែចាងលីងហឺនៅតែទទួលបានការកោតសរសើរទៅលើចំណេញសម្ដែងរបស់លោកជាជាងឆៅស៊ីនៅចុងមាសទី1ឆ្នាំ2026អ្នកគាំទ្រដែលទន្ទឹងរង់ចាំជាយូរតាំងពីការប្រកាសចាប់ផ្ដើមថតទីបំផុតត្រូវបានចាក់ផ្សាយភាគដំបូងរបស់ខ្លួននៅថ្ងៃទី6ខែមីនាឆ្នាំ2026មែនហើយអេដមីនកំពុងនិយាយពីរឿងភាគបុរាណដ៏ល្បីល្បាញ Pursuit of Jade ដែលសម្ដែងដោយតារា 1.90 សង់ទីម៉ែត្រចាងលីងហឺនិងកញ្ញាថ្ពាល់ខួចធានស៊ីវ័យកម្រិតភាពជោគជ័យនៃរឿងនេះគឺខ្ពស់មិនធ្លាប់មានពីមុនមកទេសម្រាប់ប្រវត្តិសាស្ត្ររឿងភាគចិនទាំងផ្នែកពាណិជ្ជកម្មនិងចំនួនអ្នកទស្សនាកំណត់អ្នកទស្សនាជាមធ្យមមានរហូតដល់81លានដងក្នុងមួយភាគនិងមានអ្នកទស្សនាសរុបលើសពី 3.2 លានដងនៅលើបណ្ដាញហើយក៏បានបំបែកកំណត់ត្រាទិន្នន័យ In-Her ដែលចាប់យកចំណែកទីផ្សារមួយថ្ងៃដែលមិនធ្លាប់មានពីមុនមក 55.1% ដែលល្អជាងរឿងល្បីៗពីមុនដូចជា Joy of Life របស់ចាងយូអ៊ីនជាដើមបើនិយាយពីប្រជាប្រិយភាពខាងក្រៅប្រទេស Pursuit of Jade បានបង្ហាញខ្លួនជាលើកដំបូងនៅលេខរៀងទី6នៅលើតារាង Netflix Global Top 10 Non-English Show ហើយបានឡើងដល់លេខរៀងទី5យ៉ាងឆាប់រហ័សដោយទទួលបានទស្សនិកជនយ៉ាងច្រើននៅអន្តរជាតិចំពោះផ្នែកហិរញ្ញវត្ថុកាន់តែញាក់សាច់ក្នុងរយៈពេលប៉ុន្មានខែនៃការចាក់ផ្សាយវាត្រូវបានគេរាយការណ៍ថាបានរកចំណូលបានជាង 6.7 លានយន់ឬប្រហែល930លានទៅ 1000 លានដុល្លារអាមេរិកតាមរយៈការផ្សាយតាមអ៊ីនធឺណិតការផ្ដល់អាជ្ញាប័ណ្ណចាក់ផ្សាយនិងការផ្សាយពាណិជ្ជកម្មជាដើមបានដឹងពីភាពជោគជ័យនៃរឿងភាគបុរាណមួយនេះយើងក៏មិនភ្លេចចំពោះការលះបង់របស់តួឯកប្រុសចាងលីងហឺរបស់យើងដែរដើម្បីសម្ដែងជាមេទ័ពស៊ីសាងឲ្យសមសួននិងមានអំណាចលោកបានចំណាយពេល6ខែក្នុងការហាត់ប្រាណយ៉ាងធ្ងន់ធ្ងរដើម្បីបង្កើនសាច់ដុំឲ្យមាំមួនជាងមុនរួមទាំងការដាក់ចិត្តដាក់កាយសម្ដែងឲ្យអស់ពីចិត្តទើបបានជាលទ្ធផលដូចពេលនេះយ៉ាងណាមិញបន្ទាប់ពី Pursuit of Jade បានចាក់ផ្សាយចាងលីងហឺបានឈានដល់កម្រិត Superstar ដែលវាយលុកទីផ្សារអឺរ៉ុបដែលមានការចុះផ្សាយពិសេសរបស់សារព័ត៌មានដ៏ល្បីរបស់បារាំង Quest Friend ទៀតផងបន្ទាប់ពី Pursuit of Jade អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំរឿងភាគកម្រិត X-Class របស់ចាងលីងហឺមួយទៀតដែរគឺមានចំណងជើងថា Overdue ដែលលោកសម្ដែងជាមួយតារាស្រីពេញនិយម Wang Churan Overdue គឺជារឿងភាគបែបប្រវត្តិសាស្ត្រលេឡំនិងមនោសញ្ចេតនាដែលកើតឡើងក្នុងទីក្រុងសៀងហៃអំឡុងទសវត្សរ៍ឆ្នាំ1930ក្នុងសម័យសាធារណរដ្ឋចិនការចាប់ដៃគូរវាងចាងលីងហឺនិង Wang Churan បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមដែលអ្នកគាំទ្រសរសើរពីភាពស៊ីសង្វាក់គ្នារបស់ពួកគេនិងសោភ័ណភាពទាន់សម័យបែបសាធារណរដ្ឋហើយរឿងនេះក៏ត្រូវបានគេរំពឹងថាចាក់ផ្សាយនៅឆ្នាំ2026នេះផងដែរដោយឡែកព័ត៌មានចុងក្រោយរបស់ចាងលីងហឺសម្រាប់ការសម្ដែងគឺលោកត្រូវបានកំណត់ជាតួឯកជាមួយតារាស្រី Jelly Lin សម្ដែងក្នុងរឿងភាគបុរាណ The Road to Glory ពេលនេះប្រជាប្រិយភាពរបស់ចាងលីងហឺគឺខ្ពស់កប់ពពកទៅហើយដូច្នេះនៅពេលដែលដឹងច្បាស់លាស់ថាលោកនឹងត្រូវសម្ដែងក្នុងរឿងណាមួយការទន្ទឹងរង់ចាំច្បាស់ជាក្តៅគគុកនឹងមានការកក់ទុកជាច្រើនមិនថារឿង Overdue ឬរឿង The Road to Glory នោះទេ6ឆ្នាំគត់ចាងលីងហឺនៅលើវិស័យសិល្បៈប្រទេសចិនត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យលឿនបំផុត
តាំងពីចាក់ផ្សាយរឿងភេទដំបូង Maiden Holmes ក្នុងឆ្នាំ 2020 រហូតមកដល់ Pursuit of Jade ឆ្នាំ 2026 លោកសម្ដែងជាតួឯកបាន13រឿងហើយភាគច្រើនសុទ្ធតែទទួលបានជោគជ័យហើយបាននិយាយពីកម្រិតតារាលំដាប់កំពូល A ក្នុងប្រទេសចិនតើចាងលីងហឺអាចរាប់ចូលដែរទេច្បាស់ណាស់ហើយក៏គ្មានអ្វីសង្ស័យដែរចាងលីងហឺគឺអាចរាប់ចូលជាតារា A យ៉ាងប្រកបមិនមែនចេះតែលើកដាក់ទេសមិទ្ធផលរបស់ចាងលីងហឺកន្លងមកគួរតែអាចបញ្ជាក់បានរឿងភាគដែលលោកសម្ដែងសុទ្ធតែជារឿងភាគកម្រិត S Class ដែលចំណាយលុយច្រើនក្នុងការផលិតនិងមានកាលវិភាគចាក់ផ្សាយយ៉ាងទូលំទូលាយសំទុះនៃការរងចាំពីមហាជនឈ្នះពានរង្វាន់ធំៗក្នុងស្រុកប្រជាប្រិយភាពលើឆាកអន្តរជាតិរួមទាំងការគាំទ្រពី brand ល្បីៗលើពិភពលោកគួរបញ្ជាក់ផងដែរថាចាងលីងហឺគឺជា brand ambassador របស់ម៉ាកយីហោប្រណិតអន្តរជាតិជាច្រើនដូចជា Gucci, Bulgari, Chopard និង Roger Vivier រួមទាំងជា BA ផលិតផលនៅក្នុងស្រុកជាច្រើនទៀតហើយបាននិយាយពីពានរង្វាន់ admin សូមបង្ហាញប្រាប់ត្រួសៗចាងលីងហឺបានឈ្នះពានរង្វាន់ជាច្រើនដូចជា 1. តារាសម្ដែងចំណូលថ្មីល្អបំផុតសម្រាប់រឿង Love Between Fury and Devil ឆ្នាំ 2022 2. តារាសម្ដែងឆ្នើមឆ្នាំ 2023 3. តារាសម្ដែងគេចូលចិត្តបំផុតនៅអាស៊ី Pacific ឆ្នាំ 2024 4. សិល្បករដែលមានមន្តស្នេហ៍បំផុតប្រចាំឆ្នាំ 2024 5. តារាសម្ដែងឆ្នើមប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតសម្រាប់រឿង The Best Thing និងការតែងតាំងសម្រាប់ពានរង្វាន់ធំ Audience Favorite កម្រិតខ្ពស់នៅកម្មវិធីប្រគល់ពានរង្វាន់ Golden Eagle សម្រាប់រឿង Pursuit of Jade, The Princess Royal និង Cherry Amberចុច Subscribe ព័ត៌មានពីតារាល្បីៗថ្មីៗប្លែកៗនិងហោះចូលក្នុងទូរស័ព្ទលោកអ្នកសូមអរគុណសូមជម្រាបសួរ